Ти як, брат? Я не думаю. Топор! Щас! Повернись, повернись. Перебила, походу. Ось, топорик стабільний. Увага! По лівій стороні лісосмузі 100 метрів від вас противник. 100 метрів від вас противник. По лівій стороні лісосмузі. Як прийняться? Плюс, прийняв. Вірю, братик. Пидоры, сука. Все, погнали, брат. Давай, пацики, крыльям! Держишь? Robert Bija Brody មានវិជាការនៃកងកម្លាំងយន្តហោះដ្រូននៃប្រទេសអ៊ុយក្រែនបានបង្ហើបឲ្យដឹងថាការវិប្រាដោយដ្រូនរយៈចម្ងាយឆ្ងាយថ្មីៗនេះវិប្រាចូលក្នុងប្រទេសរុស្ស៊ីយ៉ាងជ្រៅដោយបណ្ដាលឲ្យយន្តហោះចម្បាំងរបស់រុស្ស៊ីយ៉ាងតិច4គ្រឿងរងការឆាបឆេះនៅក្នុងអាកាសយានដ្ឋានរបស់វានៃជែលលីយ៉ាប៊ីកការវិតម្លៃអំពីការខូចខាតរាយការណ៍ដោយមានវិជាការកងទ័ពដ្រូននៃប្រទេសអ៊ុយក្រែននេះកាលពីថ្ងៃទី1ឧសភាគឺធ្វើឡើងបន្ទាប់ពីការប្រកាសដោយនាយសេនាធិការកងទ័ពអ៊ុយក្រែនបញ្ជាក់ថាប្រតិបត្តិការវិប្រាទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីនៅខាងក្នុងទឹកដីរបស់រុស្ស៊ីគឺកាលពីថ្ងៃទី25មេសានេះបញ្យងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានអ៊ុយក្រែន RBC អ៊ុយក្រែនយោងតាមមានបញ្ជាការកងកម្លាំងនៃកងទ័ពដ្រូននៃប្រទេសអ៊ុយក្រែនកាយរណបមួយរបស់អ៊ុយក្រែនបានចាប់រូបភាពបានមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីនោះយ៉ាងហោចណាស់យន្តហោះចម្បាំងរបស់រុស្ស៊ី4គ្រឿងស្ថិតជាយន្តហោះប្រភេទទំនើបចុងក្រោយរងការវិប្រាក្នុងនោះគឺយន្តហោះបំបាំងកាយរបស់រុស្ស៊ី Zu-57 ចំនួនទី5រងការវិប្រាឆាប់ឆេះចំនួន2គ្រឿងនិងយន្តហោះប្រភេទទម្លាក់គ្រាប់បែក Zu-34 ចំនួន1គ្រឿងហើយយន្តហោះ Sukhoi ដែលមិនអាចកំណត់អត្តសញ្ញាណបានដោយសារតែរងការឆាបឆេះយ៉ាងធ្ងន់នោះគឺចំនួន1គ្រឿងមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីដែលរងការវិប្រាដោយដ្រូនរបស់អ៊ុយក្រែនជាលើកដំបូងក្នុងរយៈចម្ងាយឆ្ងាយបំផុតគឺវាស្ថិតនៅចម្ងាយ1700គីឡូម៉ែត្របើធៀបនឹងព្រំដែននៃប្រទេសអ៊ុយក្រែនវាជាលើកដំបូងហើយដែលដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនហោះហើរវិប្រារហូតដល់ទៅខាងក្នុងទឹកដីរបស់រុស្ស៊ីដែលជ្រៅបំផុតរយៈចម្ងាយឆ្ងាយ1700គីឡូម៉ែត្រនេះមានបញ្ជាការកងទ័ពដ្រូនអ៊ុយក្រែន Brody បានសង្កត់ធ្ងន់ថានេះជារលកនៃការវិប្រាដ៏មានសារៈសំខាន់និងជាយុទ្ធសាស្ត្រនៃកងយន្តហោះដ្រូនអ៊ុយក្រែនវិប្រាទៅលើយន្តហោះចម្បាំងរបស់រុស្ស៊ីដ៏ទំនើបបំផុតរងការវិប្រានេះដែលយន្តហោះវិប្រាទៅលើមូលដ្ឋានទ័ពរបស់រុស្ស៊ីទោះស្ថិតនៅក្នុងចម្ងាយដីក្នុងទឹកដីរបស់រុស្ស៊ីរាប់ពាន់គីឡូម៉ែត្រក៏ដោយនោះមានវិជាការកងទ័ពដ្រូននៃប្រទេសអ៊ុយក្រែននេះបានធ្វើការកត់សម្គាល់ថាយន្តហោះ Zu-34 របស់រុស្ស៊ីវាមានតម្លៃពីចន្លោះ$35 លានទៅ$50 លានត្រូវបានរងការវិប្រាឆាប់ឆេះយ៉ាងធ្ងន់ធ្ងរជាមួយគ្នានេះការវិប្រាដោយវាយកំទេចចំពលានយន្តហោះសម្រាប់ Zu-57 ដែលបណ្ដាលឲ្យ Zu-57 យ៉ាងតិចចំនួន2គ្រឿងរងការឆាប់ឆេះនោះគឺប្រភេទយន្តហោះ Zu-37 ជាយន្តហោះបំបាំងកាយមួយក្នុងមួយគ្រឿងវាមានតម្លៃ$100 លានសហរដ្ឋអាមេរិកទៅ$120 លានសហរដ្ឋអាមេរិកយន្តហោះ Zu-34 របស់រុស្ស៊ីវាជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកមានមុខងារសកម្មចំណែកយន្តហោះ Zu-57 ចំនួនទី7យន្តហោះបំបាំងកាយរបស់រុស្ស៊ីនោះវាជាយន្តហោះដែលវាយប្រហារយ៉ាងលឿននិងបត់បែនរហ័សបំផុតទៅលើគោលដៅរបស់ខ្លួនមានវិជាការកងទ័ពយន្តហោះដ្រូននៃប្រទេសអ៊ុយក្រែន Brady បានបញ្ជាក់ទៀតថាការដែលយន្តហោះដ្រូនរបស់អ៊ុយក្រែនប្រតិបត្តិការវាយលុកចូលជ្រៅក្នុងទឹកដីរបស់រុស្ស៊ីដូចនេះវាបានកាត់បន្ថយយ៉ាងហោចណាស់អនុភាពនិងភាពខ្លាំងរបស់រុស្ស៊ីនៃការប្រើប្រាស់យន្តហោះចម្បាំងវាយប្រាទៅលើទឹកដីរបស់អ៊ុយក្រែនផងដែរមិនតែប៉ុណ្ណោះដ្រូនរបស់អ៊ុយក្រែនតែងតែបើកការវាយប្រាទៅលើប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានដោយជោគជ័យទៀតផងប្រតិបត្តិការវាយប្រាទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីនៅជែលលីយ៉ាប៊ីកស្ថិតនៅចម្ងាយ1700គីឡូម៉ែត្រអ៊ុយក្រែនអះអាងថាវាជាប្រតិបត្តិការទ្រង់ទ្រាយធំដោយកម្លាំងទ័ពយន្តហោះដ្រូននៃប្រទេសអ៊ុយក្រែនដោយដាក់គោលដៅបើកការវាយប្រាចំទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីជាមួយគ្នានេះមានបញ្ជាការកងទ័ពយន្តហោះចម្បាំងរបស់អ៊ុយក្រែន Brody បានបញ្ជាក់ទៀតថាយន្តហោះដ្រូនរបស់អ៊ុយក្រែនក៏បើកការវាយប្រាផងដែរទៅលើមូលដ្ឋានផ្ទុកអត្ថប្រកាស MI-28 MI-17 របស់រុស្ស៊ីដែលស្ថិតនៅក្នុងតំបន់ Voronezh ស្ថិតក្នុងចម្ងាយ150គីឡូម៉ែត្រពីព្រំដែននៃប្រទេសអ៊ុយក្រែនរងការឆាប់ឆេះយ៉ាងសន្ធោសន្ធៅអត្ថប្រកាសទាំងពីរគ្រឿងនេះរងការវាយប្រាផ្ទាល់ដោយ
ការហោះហើរ drone នៃប្រទេសអ៊ុយក្រែនដោយកងយោធ drone អ៊ុយក្រែនបើកការវាយប្រហារចេញពីសមរភូមិភាគខាងកើតនៃប្រទេសអ៊ុយក្រែនផ្ទាល់ទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីនៅ Rosneft ប្រតិបត្តិការនៅ Rosneft តំបន់មួយក្នុងទឹកដីរបស់រុស្ស៊ីនេះអ៊ុយក្រែនអាងថាបានធ្វើឡើងដោយការរួមគ្នារវាងវរៈសេនាធំលេខ429និងវរៈសេនាធំកំភ្លើងធំលេខ43ដែលសហការជាមួយនឹងកម្លាំងប្រតិបត្តិការពិសេសនៃកងទ័ពដ្រូនអ៊ុយក្រែនជាមួយគ្នានេះអ៊ុយក្រែនហាងថាយន្តហោះដ្រូនរបស់ខ្លួនក៏បើកការវាយប្រហារផងដែរកាលពីថ្ងៃទី1ឧសភាទៅលើទីតាំងចម្រាញ់ព្រីងរបស់រុស្ស៊ីនៅតុកស្វីសបណ្ដាលឲ្យអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅយោងតាមទីបញ្ជាការប្រតិបត្តិការរបស់រុស្ស៊ីនៅ Krasnodar Krai បានដឹងថាបុគ្គលិកយោធារបស់រុស្ស៊ី128នាក់រងការវាយប្រហារនៅក្នុងពេលនោះខណៈដែលរោងចក្រចម្រាញ់ព្រីងតបស៊ីរបស់រុស្ស៊ីរងការឆាប់ឆេះនៅតំបន់ Krasnodar Krai នេះនៅទីនោះក៏ជាជំរំប្រមូលផ្ដុំរបស់កងទ័ពរុស្ស៊ីផងដែរប្រភពព័ត៌មានក្នុងស្រុកនៅតំបន់ Krasnodar Krai បានបង្ហាញរូបភាពនៃការឆេះយ៉ាងសន្ធោសន្ធៅរោងចក្រចម្រាញ់ព្រីងរបស់រុស្ស៊ីនៅតំបន់នោះមានបញ្ជាការកងទ័ពដ្រូននៃប្រទេសអ៊ុយក្រែន Robert Major Prodis បញ្ជាក់ថាវាជាការវាយប្រហារចុងក្រោយទៀតរបស់កងយន្តហោះដ្រូនអ៊ុយក្រែនវាយប្រហារទៅលើឧស្សាហកម្មព្រីងរបស់រុស្ស៊ីដ្រូនរបស់អ៊ុយក្រែនដែលបើកការវាយប្រហារចូលក្នុងទឹកដីរបស់រុស្ស៊ីនេះអ៊ុយក្រែនអះអាងថាដ្រូននោះវាអាចហោះហើរបានរហូតដល់ទៅជាង 2000 គីឡូម៉ែត្រឯណោះបើនិយាយទៅវាអាចវាយប្រហារទៅលើទីក្រុងមូស្គូបានគ្រប់ពេលវេលាទាំងអស់ចំណែកនៅសមរភូមិក្នុងភាគខាងកើតនៃប្រទេសអ៊ុយក្រែនកងកម្លាំងអ៊ុយក្រែនអះអាងថាបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយយន្តហោះដ្រូនផងដែរវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់រុស្ស៊ីនៅ Rizhny ស្ថិតនៅក្នុងតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែនដោយសម្លាប់កងទ័ពរុស្ស៊ីរាប់សិបនាក់ភ្លាមៗមួយរំពេចប្រតិបត្តិការនេះកងទ័ពអ៊ុយក្រែនអាងថាធ្វើឡើងដោយកងកម្លាំងអង្គភាពពិសេសលេខ7នៃកងទ័ពអាកាសនៃប្រទេសអ៊ុយក្រែនជាមួយគ្នានេះអ្នកនាំពាក្យសម្រាប់កងទ័ពជើងទឹកនៃប្រទេសអ៊ុយក្រែន Dmytro Plentenchuk បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអ៊ុយក្រែនដែលស្រង់បញ្ចុះផ្សាយដោយសារព័ត៌មាន RBC អ៊ុយក្រែនបានថាយន្តហោះចម្បាំងរបស់រុស្ស៊ីនៅផ្នែកមួយនៃតំបន់គ្រីមៀដែលយន្តហោះនោះរុស្ស៊ីមិនអាចយកចេញពីតំបន់គ្រីមៀបាននោះរងការវាយប្រហារឆាប់ឆេះយ៉ាងខ្លាំងដោយអណ្ដាតភ្លើងពីសំណាក់នៃការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនចាប់តាំងពីសង្គ្រាមផ្ទុះឡើងរុស្ស៊ីបាត់បង់យន្តហោះចម្បាំងដល់ទៅជាង430គ្រឿងនិងធ្លាក់អធិបតេយ្យចក្រ330គ្រឿងយ៉ាងណារុស្ស៊ីមានយន្តហោះចម្បាំងនិងអធិបតេយ្យចក្រដល់ទៅជាង 4000 គ្រឿងតែរុស្ស៊ីនោះវិញតែបើកការវាយប្រហារដោយយន្តហោះដ្រូនគ្មានមនុស្សបើកជារៀងរាល់ថ្ងៃជារៀងរាល់យប់ផងដែរទៅលើទឹកដីនៃប្រទេសអ៊ុយក្រែនប្រតិបត្តិការយោធារបស់រុស្ស៊ីដែលវាយប្រហារដោយដ្រូនរុស្ស៊ីបង្ហោះដ្រូនវាយប្រហារចូលក្នុងទឹកដីរបស់អ៊ុយក្រែនក្នុងមួយថ្ងៃបន្តិចជាង100គ្រឿងដូចទីហើយអ៊ុយក្រែនរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដូចនឹងរុស្ស៊ីរងការវាយប្រហារពីអ៊ុយក្រែនផងដែរប៉ុន្តែភាគច្រើនដ្រូនរបស់រុស្ស៊ីដែលបើកការវាយប្រហារទៅលើអ៊ុយក្រែនមិនបានវាយប្រហារចំទីតាំងយុទ្ធសាស្ត្រដូចអ៊ុយក្រែនបើកការវាយប្រហារទៅលើរុស្ស៊ីដូចទីទាំងអ៊ុយក្រែននិងរុស្ស៊ីតែងតែអាងថាបានបាញ់ទម្លាក់យន្តហោះដ្រូនដូចគ្នាគឺបាញ់ទម្លាក់បានពី 90% ឡើងទៅប៉ុន្តែអ៊ុយក្រែនត្រូវគេមើលឃើញថាមានសមត្ថភាពជាងរុស្ស៊ីក្នុងការប្រើប្រាស់ដ្រូនបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនមានភាពប៉ិនប្រសប់ក្នុងការបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីជាងរុស្ស៊ីបាញ់ទម្លាក់ដ្រូននៃប្រទេសអ៊ុយក្រែនមកដល់ពេលនេះសង្គ្រាមរបស់មហាអំណាចរុស្ស៊ីឈ្លាមពានអ៊ុយក្រែនចូលដល់ឆ្នាំទី5ហើយលោក Vladimir Putin ត្រូវបានគេមើលឃើញថាគាត់កំពុងតែស្ថិតក្នុងស្ថានភាពលំបាកក្នុងការដកទ័ពត្រឡប់ទៅប្រទេសរបស់ខ្លួនវិញព្រោះតែផែនការរបស់គាត់កំពុងតែធ្លាក់នៅក្នុងបរាជ័យដោយសារតែមិនអាចចាប់យកបានតំបន់ដុនបាសពីដៃរបស់កងទ័ពអ៊ុយក្រែនតំបន់ដុនបាសនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនវាមានទំហំ 53000 គីឡូម៉ែត្រក្រឡារុស្ស៊ីក្រោយពីបរាជ័យនៃការលើកទ័ពចូលកាន់កាប់រដ្ឋធានីគីវនៃប្រទេសអ៊ុយក្រែនកាលពីអំឡុងសង្គ្រាមខែកុម្ភៈឆ្នាំ2022នោះរុស្ស៊ីដាក់ផែនការវាយកតំបន់ដុនបាសពីដៃរបស់កងទ័ពអ៊ុយក្រែនដោយប្រើប្រាស់កម្លាំងទ័ពសន្ធប់ចាប់យកតំបន់ដុនបាសនេះមានពី 200,000 នាក់ឡើងទៅតែមកដល់ពេលនេះតំបន់ដុនបាសដែលមានទំហំផ្ទៃដី 53000 គីឡូម៉ែត្រក្រឡានេះរុស្ស៊ីវាយកាន់កាប់បានប្រមាណជា 75% ហើយក្នុងប្រតិបត្តិការសង្គ្រាម5ឆ្នាំរបស់រុស្ស៊ីនេះរុស្ស៊ីមិនអាចចាប់យកតំបន់ដុនបាសបានពីដៃរបស់អ៊ុយក្រែនដូចទីអ្នកជំនាញកិច្ចការសង្គ្រាមមើលឃើញថាលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីយ៉ាងហោចណាស់ក៏ដឹងថាលោកកំពុងតែផុងខ្លួនក្នុងសង្គ្រាមរបស់ខ្លួននៅលើទឹកដីនៃប្រទេសអ៊ុយក្រែនប៉ុន្តែលោកពូទីនមិនបានសម្រេចថាត្រូវដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែននោះទេបើទោះជាទ័ពរុស្ស៊ីប្រឈមមុខនឹងការបាត់បង់យ៉ាងសម្បើមក៏ដោយនោះតាមក្រសួងការពារជាតិអង់គ្លេសឲ្យដឹងថារុស្ស៊ីបាត់បង់ទ័ពរយៈពេលនៃសង្គ្រាម5ឆ្នាំនេះអាចមានរហូតដល់ទៅជាង1,30,000 នាក់ជាលើកដំបូងហើយរុស្ស៊ីបាត់បង់ទ័ពយ៉ាងសម្បើមនេះចាប់តាំងពីសង្គ្រាមលោកលើកទី2